បាទសួស្តីបងប្អូនឥឡូវថ្ងៃនេះខ្ញុំមកប្រាប់ពីរឿងអ៊ំស្រីដែលគាត់ដំណើររឿងប្រាប់ខ្ញុំបន្តទៀតដែលថ្ងៃមួយពេលពូចោតបានប្រាប់អ៊ំស្រីឲ្យទៅលាក់ខ្លួននៅក្នុងជង្រុកមួយក្បែរផ្ទះពូចោតដែលទាហានខ្មែរក្រហមមិនដែលហ៊ានចូលផ្ទះពូចោតទេព្រោះពូចោតក៏ជាមេទាហានខ្មែរក្រហមម្នាក់ដែរដែលពេលនោះអ៊ំស្រីបានសម្រាលបានកូនមួយរួចហើយពូចោតក៏រកគ្រូខ្មែរដែលពូកែឲ្យមានទឹកដោះដើម្បីបំបៅកូនដោយក្រោយមកពូចោតក៏មិនចេះអក្សរអ្វីគាត់តែងតែយកអក្សរខ្មែរក្រហមមកឲ្យអ៊ំស្រីមើលដើម្បីពន្យល់ប្រាប់ថាមេទាហានខ្មែរក្រហមដូចគ្នាបានផ្ញើសារឬនិយាយអ្វីមកកាន់គាត់រួចហើយថ្ងៃមួយអ៊ំស្រីក៏បានលួចចោះប្រហោងប៉ុនមេដៃមួយដើម្បីទុកលួចមើលទៅខាងក្រៅហើយថ្ងៃបន្ទាប់ទៀតគាត់ក៏បានឮទាហានខ្មែរក្រហមទាត់ធាក់មនុស្សចេញឈាមផងអីផងហើយក៏មើលទៅឃើញថាទាហានខ្មែរក្រហមសួរចម្លើយសួរពួកនេះថាហេតុអីក្បាលរឹងម្លេះមិនឆ្លើយសោះអ៊ំស្រីសម្លឹងមើលទៅឆ្ងល់ក្នុងចិត្តថាចុះម្នាក់នោះមិនមែនជាខ្មែរទេមើលទៅគឺប្រកាសជាជនជាតិបរទេសពីរនាក់ទៀតក៏មិនចេះនិយាយខ្មែរដែរហើយម្នាក់ទៀតជាខ្មែរម្នាក់ខ្មែរនឹងជាអៀបបរំដែលជាមិត្តភក្តិគាត់ធ្លាប់រៀននៅសាលាភ្នំពេញជាមួយគ្នាឈ្មោះអៀបបរំដែលគេចងពួកជនជាតិបរទេសនៅចោលក្រោមដើមអំពិលនិងក្បែរផ្ទះពូចោតហើយក្រោយមកដោយពួកទាហានខ្មែរក្រហមមានមេបញ្ជាឲ្យទៅបើកអង្គរនៅភ្នំធិបតីពួកគេក៏ប្រញាប់ប្រញាល់ចេញអស់ទៅដោយឃើញស្ងាត់ដូច្នេះអ៊ំស្រីក៏លួចដើរចេញទៅហើយយកទឹកកន្ធាងទៅជះលើសៀនភ្លិនដោយពេលនោះអ៊ំស្រីក៏សម្លឹងមើលទៅភ្នែកសៀនភ្លិនភ្នែកពណ៌បៃតងរាងស្វាយដែលពេលនោះក៏អ៊ំស្រីក៏មិនស្គាល់ថាសៀនភ្លិនដែរហើយពេលភ្នែកពេលនោះមានអារម្មណ៍ថាសៀនភ្លិនហាក់ដូចជាអង្វរឲ្យអ៊ំស្រីជួយនៅពេលនោះអ៊ំស្រីហាក់ដូចជាអាណិតខ្លាំងគាត់ថាខ្ញុំត្រូវតែជួយពួកគេដោយអ៊ំស្រីដឹងថាដោយអ៊ំស្រីមិនដឹងថាជាសៀនហ្វ្លិននិងដាណាស្តូនពួកគេជាអ្នកកាសែតបរទេសអីនោះទេដែលពេលនោះអ៊ំស្រីក៏បានយកក៏គ្រាប់មួយដែលពូចោតមកពីខេត្តបាត់ដំបងផ្ញើទុកឲ្យកូនគាត់និងទុកឲ្យអ៊ំស្រីហូបគាត់ក៏ឲ្យក៏គ្រាប់នោះទៅជនជាតិបរទេសហូបហើយក៏នឹកឃើញក្បែរផ្ទះពូចោតមានកណ្ដៀវក៏យកមកកាត់ឲ្យពួកគាត់រត់ទៅហើយនៅលើទួលនោះក្បែរដើមអំពិលហ្នឹងសម្លឹងមើលទៅឆ្ងាយឃើញមានតង់កៅស៊ូពណ៌ក្រហមពណ៌ខៀវដែលកាលពី
ឆ្នាំ2025 ខែ 2 ពួកខ្ញុំបានទៅសម្ភាសអ្នកភូមិគោកត្រំដែលចាស់ព្រឹទ្ធាចារ្យថានោះប្រហែលជារទេះភ្លើងខ្សែទី3ដែលចេញដំណើរពីភ្នំពេញមកបាត់ដំបង ហើយពេលនោះគាត់ក៏លេងនឹកនាថាគាត់បានដោះលែងអ្នកកាសែតឬក៏ជនជាតិបរទេសអីទៀតហើយប៉ុន្មានថ្ងៃមកទៀតពូចោតឃ្លានហូបសម្លម្ជូរស្លឹកអំពិលហើយបងស្រីអ៊ំផ្សេងក៏ប្រាប់ថាឲ្យគាត់ទៅបេះស្លឹកអំពិលនៅក្បែរផ្ទះគាត់ផងដោយនៅពេលនោះអ៊ំស្រីគាត់បានប្រកែកដែរព្រោះពូចោទថាមិនអោយទៅណាទេប៉ុន្តែគាត់ប្រកែកមិនឈ្នះបងស្រីគាត់ក៏អោយយោបល់ថាយកក្រណាត់ហុំមុខហុំអីហើយចេញទៅបេះទៅរួចហើយអ៊ំស្រីក៏បានវិចចប់បាយទៅបេះស្លឹកអំពិលក្បែរភូមិនៅពេលទៅដល់កំពុងបេះស្រាប់តែមានគេស្គាល់រួចហៅគាត់ថាសេងគាត់នឹកភ័យបុកពោះហើយនឹកក្នុងចិត្តថាយីមានអ្នកណាស្គាល់ខ្ញុំទៀតហើយស្រាប់តែមើលទៅឃើញលោកអៀបបារម្ភហើយនឹងអ៊ំស្រីក៏សញ្ញោដៃឲ្យចូលក្នុងព្រៃក្បែរនឹងទៅក្បែរដើមអំពិលនៅចិត្តនឹងមានព្រៃតូចមួយក៏សញ្ញោដៃឲ្យគាត់ចូលទៅពួនរួចហើយបារម្ភដែលជាមិត្តភក្តិរបស់គាត់បានប្រាប់ថាគាត់បានដើរបកប្រែឲ្យជនជាតិបរទេសនឹងហើយពួកនឹងជាអ្នកកាសែតបរទេសដែលមាន Sean Flynn Dana Stone ហើយនិង Terry Reynolds ហើយម្នាក់ទៀតឈ្មោះ Michael of England ដែលពួកគេបានសរសើរថាអ៊ំស្រីក្លាហានបានឲ្យបាយគេហូបនិងត្រីពួកគេហូបទៀតដោយមិនគិតពីការចាប់ខ្លួននិងមិនគិតដល់ពីអាយុជីវិតខ្លួនឯងដែលនាសម័យនោះគឺពុំមានមនុស្សណាហ៊ានជួយគ្នាទេដោយពួកអ្នកកាសែតទាំងនោះប្រាប់ថាមិនដែលបានហូបបាយជាមួយត្រីឆ្ងាញ់សោះដែលគេចាប់ខ្លួននិងរត់គេចជាង5ឆ្នាំមកហើយបាទអញ្ចឹងបងប្អូនខ្ញុំសូមslash សាច់រឿងត្រឹមប៉ុណ្្នឹងសិនអរគុណសូមចាំតាមដានវគ្គបន្តបើបងប្អូនគិតថារឿងនឹងវាល្អចង់តាមដានសូមបងប្អូនជួយចុច Subscribe like Channel របស់ខ្ញុំផងបាទអរគុណបងប្អូន